យើងបន្តណាតលំហាត់ទី19អញ្ចឹងអានប្រធានជាមួយលោកគ្រូទាំងអស់គ្នាណារូបនេះបង្ហាញពីដែនម៉ាញេទិកឯកសណ្ឋានមួយដែលមាន B ស្មើនឹង25មីលីទេសឡាអញ្ចឹង B ណាគេប្រាប់ B 25មីលីទេសឡាស្មើនឹង25គុណនឹង10សេគុណដក3ទេសឡាដាក់មានទិសដៅទៅក្នុងប្លង់ក្រដាសអញ្ចឹងមានន័យថាមានទិសដៅចូលក្នុងណាអង្កត់ផ្ចិតនៃគំនួយរាងជារង្វង់អញ្ចឹង D ណា D ហ្នឹងគឺអង្កត់ផ្ចិតនៃគំនួយ2សង់ទីម៉ែត្របំបែកទៅម៉ែត្រគឺដក2ម៉ែត្រខាងសំណួរកគេទាញបន្តឹងខ្សែចម្លងយ៉ាងលឿនពេលនោះអង្កត់ផ្ចិតនៃគំនួយថយចុះរហូតដល់ស្មើនឹង0ក្នុងរយៈពេល50មីលីវិនាទីអញ្ចឹង data T គណនាកម្លាំងអគ្គិសនីចលករអាំងល្វីរវាងចំណុចចុងនៃខ្សែ A និង B អញ្ចឹងបងប្អូនចំណុចទីកណាចំណុចទីកសំណួររបស់គេគឺគណនាកម្លាំងអគ្គិសនីចលករអាំងល្វីណាគឺតម្លៃដែលខាងនេះណាតម្លៃដែលខាងនេះអញ្ចឹងគេទាញចុង AB អញ្ចឹងយើងត្រូវចាំបាច់គូរូបមួយណានេះគូរូបមួយទាក់ទងទៅនឹងណាគំនួយហ្នឹងគឺរាងជារង្វង់ណាដែលមានចុង A និង B ដែលមានចុង A និង B ណាគំនួយហ្នឹងគឺសន្មតរាងជារង្វង់ណាហើយដែនម៉ាញេទិកហ្នឹងគឺមានទិសដៅចូលក្នុងអញ្ចឹងមានន័យថា B យ៉ាងម៉េចអូន B មានទិសដៅចូលក្នុងប្លង់ក្រដាសខ្វែងណា B ហ្នឹងគឺចូលក្នុងណាខ្វែងហ្នឹងទិសដៅចូលក្នុងនេះណាអ្នកគ្រូវីតា B ទម្លុះប្លង់ហ្នឹងគឺគូតែប៉ុណ្្នឹងបានហើយណាបងយល់ណាអញ្ចឹងគេទាញចុង AB ឲ្យតឹងណាគេទាញបន្តឹងចុង AB រហូតដល់អង្កត់ផ្ចិតគំនួយថយចុះដល់តម្លៃ0អញ្ចឹងពេលនោះយ៉ាងម៉េចអូនគេថាគេទាញបន្តឹងចុង AB រហូតដល់អង្កត់ផ្ចិតគំនួយថយចុះដល់តម្លៃ0ថយចុះដល់0អញ្ចឹងមានន័យថាម៉េចអូនក្នុងករណីនេះលោកគ្រូអាចឧទាហរណ៍បងអូនបានណាបងមើលទាំងអស់គ្នានេះគឺជាគំនួយចឹងណាគ្រូសន្មតថាជាគំនួយនេះចុង A នេះចុង B អញ្ចឹងលោកគ្រូចាប់ផ្ដើមទាញចុង A និង B ណាប៉ុន្តែមុននឹងទាញបងអូនមើលមានផ្ទៃនេះផ្ទៃគំនួយហើយអញ្ចឹងដែនទម្លុះប្លង់មានន័យថាចូលក្នុងប្លង់អញ្ចឹងមានន័យថាខណៈដែលយើងមុននឹងទាញហ្នឹងគឺដែនម៉ាញេទិកវាបុកចូលក្នុងផ្ទៃហើយអញ្ចឹងមានន័យថាខណៈដើមគឺមានផ្លូចហ្វីអងណានៅពេលដែលយើងទាញចុង AB ឲ្យតឹងពេលនោះយ៉ាងម៉េចអូនបាត់គំនួយបាត់ហើយបាត់ផ្ទៃបាត់ហើយញ៉ាំណារូនអញ្ចឹងមានន័យថាមុនទាញមានផ្ទៃមានផ្លុចចុះដល់ពេលក្រោយទាញហើយយ៉ាងម៉េចអូនទាញឲ្យតឹងបាត់ផ្ទៃអញ្ចឹងបាត់ផ្ទៃអត់មានផ្លុចកើតទៀតទេណាអញ្ចឹងមានន័យថាវាប្រែប្រួលពីខណៈដើមមានផ្លុចមានផ្ទៃមានផ្លុចទៅខណៈស្រេចអត់ផ្ទៃអត់ផ្លុចអញ្ចឹងក្នុងករណីនេះយើងទាញបានយ៉ាងម៉េចអូននេះយើងទាញបានថាខណៈដើមហ្នឹងគឺ phi អងគឺស្មើនឹង B គុណនឹង A ទៅ phi D ហ្នឹងគឺស្មើនឹង0ដោយសារគំនួយហ្នឹងគឺថយចុះអង្កត់ផ្ចិតរហូតដល់0បាត់ហើយអញ្ចឹងអត់មានផ្ទៃទៀតទេអត់មានផ្លុចចូលក្នុងផ្ទៃទៀតទេអត់មានផ្ទៃអត់មានផ្លុចណាអញ្ចឹងពេលនោះបំរែបំរុលផ្លុចកើតមានធ្វើឲ្យកើតមានកម្លាំងអគ្គិសនីចលករអាំងល្វីនៅក្នុងស៊ុមអញ្ចឹងតាមរូបមន្តកម្លាំងអគ្គិសនីចលករសម្រាប់ស៊ុំគំនួយនេះគឺស្មើនឹង n តម្លៃដែលខាង data phi លើ data t ប៉ុន្តែគំនួយនេះគឺមួយស្ពាទេគំនួយនេះគឺសម្រាប់មួយស្ពា n ស្មើ1ហើយអញ្ចឹងមានតែ data phi នៅលើ data t ទេព្រោះអី n អត់មាន n 1ណាមិនមែនអត់មានទេ n មានគឺ1ណាតែ data phi យ៉ាងម៉េចអូន data phi
បងនឹងឲ្យថា data free វាប្រែប្រួលអញ្ចឹង feeder ដក free on feeder 0ហើយអញ្ចឹងនៅសល់តែ free on នេះគឺស្មើនឹង b គុណនឹង a ចុះ a តកតងនឹងអង្កត់ចិត្តកំនួចហ្នឹងគឺរៀងជារង្វង់ a ហ្នឹងគឺស្មើនឹង pi d ការ៉េលើ4ណាអញ្ចឹងយើងយក data free ចំនួនចូលមកណាអញ្ចឹងនាំឲ្យ ស្មើនឹង data free គឺស្មើនឹង b pi d ការ៉េលើ4លោកគ្រូតម្លាក់ទៅឲ្យហើយណាតម្លាក់ចុះក្រោមហើយណា4នៅខាងក្រោមវិញណាអញ្ចឹងបងប្អូនក្នុងករណីនេះសមាតកម្មដែលយើងមានគឺមាន3ណាទី1គឺ b ស្មើនឹង25គុណនឹង10សេគុណដក3តេស្លា d គឺស្មើនឹង2គុណនឹង10សេគុណដក2ម៉ែត្រហើយ data t រយៈពេលដែលទាញកំនួចហ្នឹងគឺ50មីលីវិណា50មីលីវិស្មើនឹង50គុណនឹង10សេគុណដក3វិអញ្ចឹងយើងចំនួនចូលមកចំនួនចូលក្នុងណាកម្លាំងអគ្គិសនីចលករហ្នឹងគឺដើម្បីរកតម្លៃណាអញ្ចឹង b ស្មើនឹង25គុណនឹង10សេគុណដក3គុណនឹង pi តាឲ្យ2គុណនឹង10សេគុណដក2លើកជាការ៉េចែកជាមួយនឹង5គុណនឹង10 50ណាគុណនឹង50 10សេគុណដក3គុណជាមួយនឹង4ណាអញ្ចឹងបងអូនទូទាត់ចម្លើយមកគឺ2 pi គុណនឹង10សេគុណដក4វ៉ុលណាគ្រូសូមដាក់ចម្លើយកន្លែងហ្នឹងតែម្ដងណាដើម្បីទុកកន្លែងធ្វើសំណួរខណាអញ្ចឹងសំណួរទីខគេថាឧបមាថាកំនួចមិនប្រែប្រួលប៉ុន្តែដែនម៉ាញ៉េទិកកើនដល់100មីលីតេស្លាក្នុងរយៈពេល 0.04 វិនាទីអញ្ចឹងមានន័យថាកំនួចហ្នឹងនឹងដែរកំនួចនឹងដែរប៉ុន្តែ b ហ្នឹងគឺប្រែប្រួលណាប្រែប្រួលយ៉ាងម៉េចអូន b ហ្នឹងគឺប្រែប្រួល b ពី b អងហ្នឹងគឺ25មីលីតេស្លាទៅ b ដឺហ្នឹងគឺឡើងដល់100ណាអញ្ចឹងរយៈពេលហ្នឹងគឺ 0.04 វិនាទីមានមួយទៀតសំទោសណា 0.004 វិនាទីអញ្ចឹងមានន័យថាកំនួចនៅដដែលប៉ុន្តែគេឲ្យ b ប្រែប្រួលតា b ប្រែប្រួលអញ្ចឹងធ្វើឲ្យកើតមានកម្លាំងអគ្គិសនីចលករអង្គវាណាសំណួររបស់គេគឺគណនាកម្លាំងអគ្គិសនីចលករអង្គវាណាគឺតម្លៃដែលខាងនេះទៀតណាអញ្ចឹងយើងអាចរកឃើញហ្នឹងគឺតាមរូបមន្តណាកំនួចនឹងដដែលណាសុំដដែលសុំឬក៏កំនួចណាអញ្ចឹងតាមរូបមន្តគឺតម្លៃដែលខាងនៃស្មើនឹងតម្លៃដែលខាង data free នៅលើ data t ណាអញ្ចឹង data free របស់យើងក្នុងករណីនេះគឺមានទាំងអស់ data free គឺស្មើជាមួយនឹង feeder ដកនឹង free on feeder ស្មើនឹង BA B ដឺ A free on គឺ B on A យើងទាញ A ជាកតាមក B ដឺដក B on ណាហើយ A នេះយើងបំបែកវាស្មើនឹង pi D ការ៉េលើ4 B ដឺដក B on អញ្ចឹងនាំឲ្យតម្លៃដែលខាងនេះស្មើនឹង pi D ការ៉េតម្លៃដែលខាង B ដឺដកនឹង B on ចែកជាមួយនឹង4គុណនឹង data t អញ្ចឹងចំនួនចូលទាំងដង pi កតាឲ្យ d លើកជាការ៉េណាតម្លៃដែលខាត b ហ្នឹងគឺ100ដកនឹង25ប៉ុន្តែស្វ័យគុណដក3ណាទាញជាកតាហើយ4គុណនឹង data t ហ្នឹងគឺ4គុណនឹង10សេគុណដក3ឲ្យហើយណាអញ្ចឹងចម្លើយគឺ 18.75 គុណនឹង pi គុណនឹង10សេគុណដក4វ៉ុលនេះគឺជាចម្លើយណានេះគឺជាចម្លើយតម្លៃដែលខាងយើងហៅថាកម្លាំងអគ្គិសនីចលករអាំងលវីណាអញ្ចឹងលំហាត់លេខ19នេះគឺបញ្ចប់មួយទៀតណាបញ្ចប់រៀងជាអៀនបន្តិចណាចុងក្រោយនេះណាប៉ុន្តែអីទេបងអូនប្រកាសជាយល់ហើយណាព្រោះបងអូនតាមដានវីដេអូតាំងពីដើមរហូតដល់ចប់មកបងអូននឹងអាចយល់ណាអញ្ចឹងបងអូនលំហាត់ណាលេខ20 21 22ខាងក្រោយហ្នឹងគឺជាលំហាត់ homework ណាអញ្ចឹងបងអូនអាចធ្វើដោយខ្លួនឯងណាឆ្ងល់កន្លែងណាបងអូនអាចឆាតនៅក្នុង Telegram ដើម្បីឲ្យលោកគ្រូជួយបញ្យល់បន្ថែមក៏បានណា
ញ្ចឹងលោកគ្រូសង្ឃឹមថាលំហាត់ណាប្រហែលចុងក្រោយហ្នឹងគឺបងអូននឹងធ្វើបានណាទាំងអស់គ្នាបងណាអញ្ចឹងមេរៀនទី2អង្គដូចចុងអេឡិចត្រូម៉ាញ៉េទិកនេះគឺត្រូវបានបញ្ចប់ណាបញ្ចប់ត្រឹមលំហាត់ដែលលោកគ្រូបញ្យល់នេះគឺលំហាត់លេខ19នេះគឺត្រូវបានបញ្ចប់ហើយណា